សានកុសមៈស្លុតចិត្តត្រូវចំណាយ$20រាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្តតាកែវចូលបង្រៀនសិស្សថ្នាក់ទី5ទៅតែបានប្រហែលថ្ងៃកញ្ញាសានកុសមៈបានឲ្យដឹងថាជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ប៉ុន្តែនាងពេញចិត្តនឹងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះក្នុងមួយថ្ងៃសានកុសមៈត្រូវចំណាយលុយប្រហែល$20ក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្តតាកែវកញ្ញាសានកុសមៈបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងចូលក្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឲ្យចូលបម្រើការងារទៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈមកទល់ពេលនេះសានកុសមៈបានចូលបង្រៀនសិស្សថ្នាក់ទី5នៅខេត្តតាកែវបានជិត1សប្តាហ៍ហើយនាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់សូម្បីតែកូនសិស្សរបស់នាងក៏បានសម្ដែងនូវការស្រឡាញ់និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាងកញ្ញាសានកុសមៈត្រូវធ្វើដំណើរពីភ្នំពេញទៅខេត្តតាកែវជារៀងរាល់ថ្ងៃដើម្បីបង្រៀនសិស្សរបស់ខ្លួនអ្វីដែលធ្វើឲ្យនាងស្លុតចិត្តនោះគឺនាងត្រូវចំណាយប្រាក់$20ជារៀងរាល់ថ្ងៃដើម្បីចាក់សាំងធ្វើដំណើរទៅបង្រៀនកញ្ញាសានកុសមៈបានបញ្ជាក់ប្រាប់ថាជំហានដំបូងនេះនាងត្រូវធ្វើដំណើរចុះឡើងរាល់ថ្ងៃពីភ្នំពេញទៅខេត្តតាកែវពីព្រោះនាងមិនមានផ្ទះនៅទីនោះទេចាំមើលមួយរយៈពេលទៀតនាងនឹងអាចរកផ្ទះជួលដើម្បីស្នាក់នៅពីព្រោះមិនអាចចំណាយលុយ$20ជារៀងរាល់ថ្ងៃដើម្បីចាក់សាំងចុះឡើងបែបនេះទេអ្វីត្បិតតែចូលបម្រើការងារជាគ្រូបង្រៀនក្តីសានកុសមៈនៅតែអះអាងថានាងនៅតែបន្តអាជីពសិល្បៈប្រសិនបើមានពេលទំនេរនាងនៅតែទទួលថតនិងសម្ដែងដូចដើមតែអ្វីដែលសំខាន់នៅពេលនេះនាងសូមពេលយកចិត្តទុកដាក់ការងារជាគ្រូបង្រៀនសិនដោយសារការងារនេះគឺជាការងារក្នុងក្តីសុបិនដែលនាងស្រឡាញ់តាំងពីតូចមកម្ល៉េះ